ប្អូនយើងនៅភូមិស្វាយជ្រុំឃុំអូតបង2ស្រុកសង្កែខេត្តបាត់ដំបងបាទមានករណីឃាតកម្មមួយករណីណាបាទបងប្អូនប្រិយមិត្តយើងបាទករណីឃាតកម្មបាទកាត់បាទសម្រាប់ទៅលើបុរសម្នាក់បាទដែលស្ថិតនៅភូមិស្វាយជ្រុំឃុំអូតបង2ស្រុកសង្កែខេត្តបាត់ដំបងឥឡូវកម្លាំងស្នងការខេត្តបាត់ដំបងរួមទាំងបាទកម្លាំងអធិការស្រុកសង្កែបាទលោកកំពុងតែធ្វើការបាទបង្ក្រាបជនសង្ស័យបាទជនសង្ស័យជនបង្កនៅក្នុងនេះហើយបាទដោយជនបង្កហ្នឹងបាទជាយាមបិទទ្វារនៅក្នុងហ្នឹងបាទសមត្ថកិច្ចយើងលោកកំពុងតែធ្វើការនេះប្រិយមិត្តយើងនេះបាទបងប្អូនប្រិយមិត្តយើងបាទហើយនៅករណីនេះផងដែរគឺបកកការខេបអោដល់បងប្អូនប្រជាពលរដ្ឋមកច្រើនមែនទែនតែម្ដងប្រិយមិត្តហើយបាទនៅខាងក្រៅបាទប្រជាពលរដ្ឋយើងកំពុងតែចោមរោមមើលនៅខាងក្រៅបាទហើយយើងមិនដឹងតែគាត់មានគំនុំអីគេទេបាទធ្វើការកាប់បាទសម្លាប់ទៅលើបុរសម្នាក់នេះណាប្រិមិត្តយើងអត់ហ៊ានចាប់បាទឲ្យពេញទេបាទប្រិមិត្តយើងម៉ូតូឲ្យខ្ទេចអស់ហើយបាទប្រិមិត្តទេបាទនេះទស្សនភាពបាទកម្លាំងអធិការស្រុកសង្កែព្រមទាំងកម្លាំងស្នងការបាទខេត្តបាត់ដំបងបាទក្រុមការបង្ក្រាបស្នងការខេត្តបាត់ដំបងលោកកំពុងតែធ្វើការបាទចាប់បាទទៅលើជនដៃដល់បាទជនបកនៅក្នុងផ្ទះនេះហើយប្រិមិត្តយើងនេះបាទបងប្អូនប្រិមិត្តយើងបាទឥឡូវកម្លាំងយើងឡើងទៅហើយបាទព្រោះអីនៅនឹងដៃបាទជនសង្ស័យបាទខ្លាចមានអីការឡើងចឹងទៅប្រជាពលរដ្ឋក៏មានការភ័យខ្លាចហើយនឹងសមត្ថកិច្ចនឹងកំពុងតែព្យាយាមបុកចូលដើម្បីចូលចាប់បាទជនដៃដល់ផងដែរបាទប្រិមិត្តយើងឡើងខ្លួននេះឡើងបាទគេក្រោយឡើងគេតាឡើងអាពីបាត់អាខ្លាឡើងគេតាឡើងអារុញគៀបមានគៀបណែណាអីអូស្រួលណា